ដល់ពេលដែលអ្នកគ្មានអ្វីសោះគឺហាក់ដូចជាអ្នកត្រូវបានគេបំភ្លេចបាត់ទៅហើយពួកគេមិនទូរស័ព្ទមករកអ្នកមិនសួរសុខទុក្ខអ្នកហើយពួកគេក៏មិនដែលខ្វាយខ្វល់អំពីអ្វីដែលអ្នកកំពុងឆ្លងកាត់ដែរអ្នកនៅតែម្នាក់ឯងអ្នកប្រឈមមុខទៅនឹងសមរភូមិជីវិតដោយស្ងៀមស្ងាត់អស់អ្នកដែលធ្លាប់លេងសើចសប្បាយជាមួយអ្នកស្រាប់តែបាត់មុខហើយការសន្យាគាំទ្រក៏រសាត់ទៅដោយទូរស័ព្ទគ្មាន App Store គ្មាននរណាម្នាក់សួរសុខទុក្ខគ្មាននរណាម្នាក់ក៏សម្គាល់ថាអ្នកស្គមឬក៏ធាត់នោះដែរពួកគេលេចមុខមកនៅពេលដែលពួកគេត្រូវការអ្វីមួយប៉ុណ្ណោះប៉ុន្តែអ្វីដែលអ្នកត្រូវការគឺពួកគេនៅស្ងៀមពេលនោះហើយដែលអ្នកបានរៀនសូត្រអ្នករៀនអំពីភាពឯកាដែលធ្វើឲ្យអ្នកកាន់តែរឹងមាំអ្នករៀនលើកទឹកចិត្តខ្លួនឯងវាគឺជាផ្លូវតែមួយគត់ដែលឆ្ពោះទៅមុខអ្នករៀនអំពីការឈឺចាប់របស់អ្នកដោយខ្លួនអ្នកផ្ទាល់គ្មាននរណាម្នាក់នឹងមកជួយសង្គ្រោះអ្នកទេដូច្នេះអ្នកបន្តការតស៊ូដ៏ស្វិតស្វាញបន្តប្រយុទ្ធថ្ងៃណាមួយនៅពេលដែលអ្នកក្រោកឈរឡើងមនុស្សទាំងនោះគេនឹងចងចាំឈ្មោះរបស់អ្នកប៉ុន្តែបើសិនជាអ្នកបានទៅដល់ទីនោះហើយអ្នកក៏លែងត្រូវការពួកគេទៀតដែរពីព្រោះអ្វីដែលអ្នកបានសាងមកគឺគ្មានពួកគេទេហើយនៅពេលដែលពួកគេត្រឡប់មកវិញជាមួយនឹងស្នាមញញឹមคล้ายៗនឹងមាត់ខុសពីចិត្តអ្នកនឹងដឹងថាពួកគេមិនមកទីនេះសម្រាប់អ្នកទេអ្នកនឹងមិនគួរយកអារម្មណ៍ទៅខឹងសម្បារនឹងគេដែរអ្នកគ្រាន់